unboxing សភៅកញ្ចប់ទី2ឲ្យខ្ញុំបានទិញពីខាងបងសំដេងនៅក្នុងហ្នឹងសល់លុយ 2000 នេះថៃខាងអីមើលសភៅហ្នឹងខ្ញុំឃើញបងប្រណីគាត់ថតនៅក្នុង IG ហើយខ្ញុំក៏បានសួរគាត់ថាបងទិញសភៅហ្នឹងនៅណាគាត់ក៏ថានៅអីគេមជ្ឈមណ្ឌលបុប្ផាណាហើយពេលហ្នឹងខ្ញុំសេតខ្លាំងមែនតើដោយសារតែខ្ញុំអត់ងាយបានទៅហើយដល់ពេលដូចជាថ្ងៃណាទេគាត់ឆាតប្រាប់ខ្ញុំថានៅខាងបងសំដេក៏មានដែរអាចទៅរកអញ្ចឹងណាដល់ពេលជួនអីបងសំដេក៏គាត់ហៅខ្ញុំទៅយកសភៅសភៅលាក់ទុកហ្នឹងក៏ខ្ញុំទៅទិញអាហ្នឹងមកទៅហើយសភៅនេះវារាងបែកលឿងណាសម្រាប់អ្នកដែលគាត់ចូលចិត្តសភៅបែបគេហៅថាម៉េចដូចពីដើមហើយវាសល់យូរវាឡើងពណ៌លឿងហ្នឹងនេះទិញសភៅនេះដឹងអត់ខុសហើយសភៅនេះក្រាស់ណាស់ហើយមួយទៀតសភៅមួយចំណងជើងហ្នឹងគឺនៅសល់តែ2ក្បាលទេនៅគ្រឹះស្ថានសំដេងសម្រាប់អ្នកដែលចង់បានសភៅនេះអាចទៅរកនៅសំដេងបានព្រោះសល់តែ2ក្បាលចុងក្រោយទេតែសភៅនេះគឺជាសភៅដែលខ្ញុំហ៊ានទិញដោយមិនបានដឹងសាច់រឿងពីខាងក្នុងគឺគ្រាន់តែមើលក្រពេលខ្ញុំគិតថាសភៅនឹងអាចនឹងសេពីកំណត់ហេតុបោះតួអីមួយអីចឹងណាដល់តែឃើញប៉បចាប់អារម្មណ៍ចង់ទិញចង់បានហ្មងទោះថាអត់អានក៏ទិញយកមកទុកតាំងដែរបានបកសិនសភៅហ្នឹងគឺមានតែប៉ុណ្្នឹងទេដោយសារតែវាមានតែមួយក្បាលហ្នឹងហើយខ្ញុំអត់បានទិញទៀតទិញបានតែមួយហ្នឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ